កីឡាករស្រុនច្រេសសុកចិត្តលាឈប់ពីការងារដើម្បីចូលរួមប្រកួតកីឡាគុនល្បុក្កតោដោយស្រឡាញ់ក្បាច់គុនល្បុក្កតោដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរកីឡាករស្រុនច្រេសសម្រាប់ចិត្តលាឈប់ពីការងារជាអ្នកក្រឡុកស្រាក្នុងបារដើម្បីចូលរួមប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ប្រចាំឆ្នាំ2017ច្រេសបានបញ្ជាក់ថាការលាឈប់នេះបន្ទាប់ពីកន្លែងការងារមិនអាចទទួលយកលក្ខណៈសុំច្បាប់ឈប់របស់ខ្លួនបានសិស្សគុននៅក្លឹបល្បុក្កតោបញ្ញាសាស្ត្ររូបនេះបានបង្ហាញទំនុកចិត្តយ៉ាងមុតមាំនិងរំពឹងទទួលបានលទ្ធផលល្អសម្រាប់ការចូលរួមលើកដំបូងរបស់គេអ្នកលេងគុនល្បុក្កតោស្រុនច្រេសបានសម្រេចចិត្តបោះបង់ការងារជាអ្នកក្រឡុកស្រាក្នុងបារដែលជាប្រភពចំណូលរបស់ខ្លួនដើម្បីចូលរួមប្រកួតកីឡាគុនល្បុក្កតោជ្រើសជើងឯកថ្នាក់ជាតិឆ្នាំ2017ដែលរូបគេស្រឡាញ់កីឡាករមកពីខេត្តកំពង់ចាមរូបនេះបានបញ្ជាក់ថាការសម្រេចសុំឈប់ពីការងារនេះបន្ទាប់ពីកន្លែងការងារមិនអាចបំពេញតាមលក្ខណៈចង់បានរបស់ខ្លួនពលគឺរូបគេត្រូវការសុំ2លើកក្នុងខែនេះតែក្រុមហ៊ុនមិនអនុញ្ញាតកីឡាកររូបនេះត្រូវសុំច្បាប់ចូលរួមប្រកួតគុនល្បុក្កតោជ្រើសរើសជើងថ្នាក់ជាតិឆ្នាំនេះនិងដើម្បីចូលរួមសម្ដែងគុនល្បុក្កតោនាថ្ងៃទី16ធ្នូនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រដែលខ្លួនទទួលបានអាហារូបករណ៍ 100% ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីសិស្សគុនមកពីក្លឹបល្បុក្កតោបញ្ញាសាស្ត្ររូបនេះបានបញ្ជាក់ពីមូលហេតុយ៉ាងដូចនេះថាការដែលខ្ញុំសម្រេចចិត្តធ្វើបែបនេះដោយសារខ្ញុំស្រឡាញ់ក្បាច់គុនល្បុក្កតោហើយខ្ញុំចង់ចូលរួមចំណែកថែរក្សានិងអភិរក្សក្បាច់គុនដែលគេដំណើររបស់បុព្វបុរសខ្មែរហើយនឹងចង់បង្ហាញឲ្យបរទេសឃើញថាខ្មែរមានក្បាច់គុនបែបវប្បធម៌ដ៏អស្ចារ្យក្រោយបង្ហាញពីអារម្មណ៍ភិតភ័យសម្រាប់ការចូលរួមលើកដំបូងរបស់ខ្លួន Jess ដែលជាតួសម្ដែងក្នុងរឿង Jack Break បានបង្ហាញពីក្តីរំពឹងនិងការជឿជាក់ដូចនេះថាខ្ញុំមានអារម្មណ៍រៀងភ័យបន្តិចតែក៏ចង់ប្រកួតណាស់ដែរខ្ញុំសង្ឃឹមខ្លាំងនិងជឿជាក់លើសមត្ថភាពខ្លួនឯងថាខ្ញុំអាចធ្វើបានអ្វីខុសពីការតាំងចិត្តនិងការរំពឹងរបស់សិស្សគុនក្លឹបល្បុក្កតោបញ្ញាសាស្ត្ររូបនេះស្រុនច្រេសដែលប្រកួតលើវិញ្ញាសាសម្ដែងមេគុនល្បុក្កតោត្រូវបានធ្លាក់ត្រឹមវគ្គដំបូងក្រោយចកចាញ់គូប្រកួតរបស់ខ្លួនតែយ៉ាងណា Jess មិនមានការអន់ចិត្តចំពោះលទ្ធផលនេះឡើយដោយរូបគេចាត់ទុកការចាញ់នេះជាបទពិសោធន៍សម្រាប់ខ្លួនក្នុងការអភិវឌ្ឍសមត្ថភាពឲ្យកាន់តែល្អប្រសើរការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះមានកីឡាករកីឡាការិនីជាង200នាក់មកពី17ក្លឹបសមាគមក្នុង5រាជធានីខេត្តចូលរួមការប្រកួតប្រព្រឹត្តទៅរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី9ដល់ថ្ងៃទី11ខែធ្នូឆ្នាំ2017នៅសាលដំបូលទូកនៃសាកលវិទ្យាល័យ